បាទសូមជម្រាបសួរអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបន្តចែករំលែកទៅលើចំណេះដឹងដែលជាមូលដ្ឋានគ្រឹះគណនេយ្យនឹងបន្តទៀតបាទអូខេអញ្ចឹងបើសិនជាអ្នកនរគ្នាចង់តាមដានទៅលើការចែករំលែកបន្តទៀតសូមអ្នកនរគ្នាជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតបាទសម្រាប់វីដេអូនេះខ្ញុំនឹងចែករំលែកអ្នកនរគ្នាទាក់ទិនជាមួយនឹងការចុះបញ្ជីគណនេយ្យទ្វេភាគបាទ ដែលភាសាអង់គ្លេសហ្នឹងគឺ Double Entry Bookkeeping បាទអញ្ចឹងជាធម្មតាទាក់ទិនជាមួយនឹងមុខវិជ្ជាគណនេយ្យគឺដើម្បីអាចរៀបចំនៅព័ត៌មានហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមួយបានគេតម្រូវឲ្យគណនេយ្យករធ្វើការកត់ត្រាប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនហ្នឹងចូលទៅក្នុងបញ្ជីគណនេយ្យឲ្យបានត្រឹមត្រូវបាទអញ្ចឹងសំណួរសួរថាតើដើម្បីអាចកត់ត្រាប្រតិបត្តិការចូលទៅក្នុងបញ្ជីគណនេយ្យឲ្យបានត្រឹមត្រូវបានតើគណនេយ្យករហ្នឹងគាត់ត្រូវយល់ដឹងពីអីបាទអញ្ចឹងចម្លើយគឺយើងត្រូវយល់ដឹងពីការចុះបញ្ជីគណនេយ្យទ្វេភាគហ្នឹងបាទអូខេអញ្ចឹងសំណួរសួរថាតើអ្វីទៅជាការចុះបញ្ជីគណនេយ្យទ្វេភាគបាទអញ្ចឹងគេថាគឺជាប្រព័ន្ធគណនេយ្យដែលរាល់ប្រតិបត្តិការហិរញ្ញវត្ថុប៉ះពាល់ដល់គណនេយ្យយ៉ាងហោចណាស់ពីរប្រតិបត្តិការគណប្រតិបត្តិការនីមួយៗពាក់ព័ន្ធនឹងអានពន្ធនិងអានទានបាទអញ្ចឹងបើយើងកត់តាម Double Entry Bookkeeping នេះមានន័យថានៅពេលដែលប្រតិបត្តិការកើតឡើងមកគឺគណនីដែលយើងត្រូវកត់ត្រាទៅក្នុងបញ្ជីគណនេយ្យយ៉ាងហោចណាស់2មានន័យថាវាអាចចាប់ពី2ឡើងទៅនៅក្នុងប្រតិបត្តិការខ្លះវាអាចមានការកំណត់ត្រានឹងអាច4ឬក៏3គណនីអីចឹងទៅហើយសម្រាប់គណនីដែលយើងធ្វើការកត់ត្រាហ្នឹងគឺយើងនឹងត្រូវចុះនៅខាងអនុពន្ធហើយនិងអនុទានព្រោះពាក្យថា double ហ្នឹងគឺវាទ្វេអញ្ចឹងគឺអត់អាចចុះនៅមួយកន្លែងបានទេគឺត្រូវមានការចុះនៅខាងអនុពន្ធហើយនិងអនុទានបាទអញ្ចឹងសំណួរសួរថាតើការចុះបញ្ជីគណនេយ្យទ្វេភាគហ្នឹងគឺមានជាគោលការណ៍ខ្លះដើម្បីអាចឲ្យយើងធ្វើការកត់ត្រាប្រតិបត្តិការបានបាទអញ្ចឹងសម្រាប់គោលការណ៍គេគឺមាន2បាទទី1គឺទាក់ទិនជាមួយនឹងលក្ខណៈទ្វេបាទដែលភាសាអង់គ្លេសហ្នឹង the true nature បាទហើយទី2ទាក់ទិនជាមួយនឹងច្បាប់នៃអនុពន្ធនិងអនុទានបាទ Debit and Credit Rule អញ្ចឹងពាក្យថាលក្ខណៈទ្វេនេះគេថារាល់ប្រតិបត្តិការមានផលប៉ះពាល់ស្មើគ្នានិងផ្ទុយគ្នាយ៉ាងតិចពីគណនីកន្លែងហ្នឹងគេចង់មានន័យថានៅក្នុងប្រតិបត្តិការអាជីវកម្មមួយគឺជាទូទៅគឺវាមានគណនីយ៉ាងតិច2ពេលខ្លះវាអាចលើសពី2ហើយសម្រាប់គណនីហ្នឹងយើងនឹងត្រូវកត់ត្រានៅខាងអនុពន្ធហើយនិងអនុទានហើយសាមន្តលនៃអនុពន្ធនិងអនុទាននៅក្នុងមួយប្រតិបត្តិការហ្នឹងគឺត្រូវតែស្មើគ្នាបាទនៅពេលដែលវាប៉ះពាល់គឺសាមន្តលដែលយើង record ហ្នឹងគឺវាត្រូវតែស្មើគ្នាទៅលើអនុពន្ធនិងអនុទានហ្នឹងបាទហើយទី2ទាក់ទិនជាមួយនឹងច្បាប់នៃអនុពន្ធនិងអនុទានបាទអញ្ចឹងដើម្បីអាចធ្វើការកត់ត្រាគណនីហ្នឹងនៅខាងអត្តពន្ធឬក៏ឥណទានបានគេមានជាច្បាប់ដែលគេកំណត់ទៅលើធាតុនៃរបាយការណ៍ហិរញ្ញវត្ថុហ្នឹងទាក់ទិនជាមួយនឹងការកត់ត្រាហ្នឹងបាទអូខេអញ្ចឹងខាងក្រោមនេះគឺជាគោលការណ៍ទាក់ទិនជាមួយនឹងអនុពន្ធហើយនិងអត្តទានហ្នឹងបាទដែលនៅក្នុងគោលការណ៍ហ្នឹងក៏ខ្ញុំបានចែករំលែកនៅក្នុងវីដេអូមុនដែរបើសិនជាអ្នកនរគ្នាចង់មើលវីដេអូវិញអ្នកនរគ្នាអាចចូលទៅមើលវីដេអូមុនបានបាទអញ្ចឹងសម្រាប់ពាក្យ dealer នេះគឺជាពាក្យដែលគេកំណត់ទៅលើធាតុនៃរបាយការណ៍ហិរញ្ញវត្ថុហ្នឹងហើយបាទអញ្ចឹងបើយើងនិយាយដល់ពាក្យពេញវិញគឺD ហ្នឹងគឺ dividend ហើយឬក៏យើងប្រើពាក្យថា drawing ក៏បានដែរបាទ dividend និង drawing បាទពីរហ្នឹងE ហ្នឹងគឺ expense ហើយ A ហ្នឹងគឺ asset L នេះគឺ liability E ហ្នឹងគឺ equity ហើយR ហ្នឹងគឺ revenue បាទ
ចឹងសម្រាប់ធាតុហ្នឹងគឺវាមានការកើនឡើងនិងថយចុះបាទសម្រាប់ dividend expense ហើយនិង asset បើសិនជាមានការកើនឡើងគឺកើននៅខាង debit បាទហើយក្នុងករណីដែលថយវិញគឺនៅខាង credit សម្រាប់3នេះមានដូចជាបំណុលទុនហើយនិងrevenue នេះបើសិនជាកើនឡើងគឺកើននៅខាង credit ហើយបើក្នុងករណីថយចុះគឺថយនៅខាង debit បាទហើយនៅពេលដែលកត់ត្រារួចនៅក្នុងកន្លែងបរិច្ឆេទគណនេយ្យហ្នឹងកត់រួចសារបន្ទាល់របស់វាជាទូទៅគឺនៅខាង credit បាទ credit balance បាទសម្រាប់3នេះហើយសម្រាប់3នេះវិញគឺសារបន្ទាល់របស់វាជាទូទៅនៅខាង debit បាទអូខេអញ្ចឹងនៅក្នុងការចុះបញ្ជីគណនេយ្យទ្វេភាគហ្នឹងគឺគេមានគោលការណ៍សំខាន់តែពីរហ្នឹងទេបាទអញ្ចឹងសំណួរសួរថាតើដើម្បីកត់ត្រាហ្នឹងគេកត់បែបម៉េចអញ្ចឹងខ្ញុំមានជាដំណើរការបាទឬក៏ជំហានទាក់ទិនមួយការកត់ហ្នឹងបាទអញ្ចឹងសម្រាប់ជំហាននៃការកត់នៅពេលដែលមានប្រតិបត្តិការហ្នឹងគេឲ្យយើងដើរ3ជំហាននេះបាទទី1គឺយើងកំណត់គណនីដែលយើងត្រូវកត់ហើយទី2គឺយើងចាត់ឋានៈប្រភេទនៃគណនីដែលយើងបានកំណត់ហើយហ្នឹងតើវានៅក្នុងប្រភេទណាមួយនៃពាក្យ dealer ហ្នឹងបាទហើយទី3នេះគឺយើងត្រូវមើលទៅលើធាតុនៃរបាយការណ៍យើង dealer ហ្នឹងបាទเป็นមួយការកំណត់នៃឥណពន្ធនិងឥណទានហ្នឹងបាទអញ្ចឹងយើងមើលទៅថាតើបើសិនវានៅក្នុង asset តើវាកើននៅខាងណាហើយថយនៅខាងណាបាទអញ្ចឹងដើម្បីឲ្យអ្នកនរគ្នាបានយល់ខ្ញុំនឹងផ្ដល់ជាឧទាហរណ៍មួយបាទអញ្ចឹងឧទាហរណ៍នេះគឺខ្ញុំនឹងនិយាយអំពីការលក់ទំនិញជឿបាទគឺ sell on credit អញ្ចឹងនៅក្នុងប្រតិបត្តិការហ្នឹងគេថា sold $500 of goods on credit បាទអញ្ចឹងមានន័យថាលក់ទំនិញបាន500ហ្នឹងគឺអតិថិជនជាពាក់បាទអញ្ចឹងនៅពេលដែលមានប្រតិបត្តិការមកទី1យើងត្រូវកំណត់គណនីអញ្ចឹងនៅក្នុងប្រតិបត្តិការនេះវាមានតែ2គណនីទេទី1គឺចំណូលទាក់ទិនមួយការលក់ហើយទី2ហ្នឹងគឺអតិថិជនជាពាក់បាទអញ្ចឹងសំណួរសួរថាតើចំណូលកើតឡើងនៃការលក់ហ្នឹងយើងប្រើគណនីអីបាទអញ្ចឹងគណនីដែលយើងប្រើហ្នឹងគឺ sale ក៏បានឬក៏ sale revenue ក៏បាននៅពេលដែលយើងកំណត់ពាក្យ sale revenue ហើយតើវាស្ថិតនៅក្នុងភេទណាបាទអញ្ចឹងបើយើងនិយាយទៅ sale revenue នេះវាស្ថិតនៅក្នុងចំណូលបាទអញ្ចឹងចំណូលយើងដឹងហើយនៅពេលដែលកើននៅខាង credit ហើយនៅពេលដែលយើងលក់ទំនិញវាធ្វើឲ្យចំណូលរបស់ក្រុមហ៊ុនកើនហើយបាទអញ្ចឹងយើងចុះវានៅខាង credit ហើយសម្រាប់ការលក់ទំនិញយើងបានជា account receive បាទដោយសារតែអតិថិជនជាពាក់យើងចុះវាជា account receive អញ្ចឹងសំណួរសួរថាតើគណនី account receive ហ្នឹងវាស្ថិតនៅក្នុងប្រភេទណាមួយនៃធាតុក្នុងរបាយការណ៍របស់យើងអញ្ចឹងគឺវាស្ថិតនៅក្នុងប្រភេទនៃ asset បាទអញ្ចឹងនៅក្នុងមុខវិជ្ជាគណនេយ្យ account receive ហ្នឹងគឺវាស្ថិតនៅក្នុងប្រភេទនៃ asset បាទអញ្ចឹងនៅពេលដែលអតិថិជនជាពាក់វាធ្វើឲ្យ asset របស់ក្រុមហ៊ុនហ្នឹងមានការកើនឡើងហើយអញ្ចឹងគេចុះវានៅខាង debit បាទអូខេអញ្ចឹងអានេះគឺទាក់ទិនជាមួយនឹងជំហាននៃការកត់ហ្នឹងគឺយើងត្រូវវិភាគបែបហ្នឹងបាទអូខេអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំសង្ឃឹមថាវាមានប្រយោជន៍ដល់អ្នកដែលធ្វើការកត់ត្រាបញ្ជីគណនេយ្យហ្នឹងបាទហើយបើសិនជាអ្នកនរគ្នាគិតថាវីដេអូនេះមានប្រយោជន៍អ្នកនរគ្នាអាចជួយ share ចែករំលែកតផងបាទ